ចំពោះកាសមានច្រើនប្រភេទមែនទែនប៉ុន្តែថ្ងៃនេះខ្ញុំសូមមកបង្ហាញបងប្អូនទាំងអស់គ្នាអំពីកាសមួយប្រភេទដែលជាប្រភេទកាស clip on design ដែលមានរូបរាងតូចមែនទែនហើយស្រាលស្រួលពាក់ទោះបីជាបងប្អូនពាក់យូរក៏អត់ឈឺតិចដែរអញ្ចឹងនេះគឺជារូបរាងរបស់កាសដោយបងប្អូនបានឃើញអញ្ចឹងគឺតូចមែនទែនហើយទម្ងន់របស់វាគឺស្រាលល្អមែនទែននៅពេលដែលយើងពាក់មានអារម្មណ៍ថាស្រួលខ្លួនមែនទែនវាអត់ធ្វើឲ្យយើងធ្ងន់តិចឬមួយក៏នៅពេលដែលយើងពាក់យូរទៅវាអត់ធ្វើឲ្យតិចរបស់យើងក្តៅទេគឺវាស្រួលពាក់ខ្លាំងមែនទែនហើយសម្រាប់ទំហំ driver របស់វាគឺមានទំហំដល់ទៅ13មីលីម៉ែត្រអញ្ចឹងតើតើនឹងការបញ្ចេញសលេងរបស់វាគឺបញ្ចេញបានល្អមែនទែនចេញសលេងមកបែបលក្ខណៈបះបុកធ្ងន់សំឡេងងំល្អមែនទែនហើយចំពោះថ្មវិញបើសិនជាបងប្អូនប្រើតែគ្រាប់កាសធម្មតាណាបងប្អូនអាចប្រើប្រាស់ពីចន្លោះ5ម៉ោងទៅ6ម៉ោងហើយបើសិនជាបងប្អូនសាកនៅក្នុងប្រអប់ចេះបងប្អូនអាចប្រើប្រាស់ដល់ទៅ30ម៉ោងអញ្ចឹងសម្រាប់ថ្មខ្ញុំគិតថាវាអត់ជាបញ្ហាសម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃទេសម្រាប់ថ្មប៉ុណ្ណេះគឺអាចប្រើប្រាស់ប្រចាំថ្ងៃបានគ្រប់គ្រាន់ហើយបងប្អូនហើយចំណុចដែលប្លែកជាងគេរបស់កាសនេះគឺវាអត់ប្រកាន់ឆ្វេងស្ដាំទេបងប្អូនអាចយកមកពាក់ខាងណាក៏ត្រូវដែរទោះបីជាបងប្អូនយកខាងស្ដាំមកពាក់ខាងឆ្វេងយកខាងឆ្វេងទៅពាក់ខាងស្ដាំក៏ត្រូវដែរគេហៅថា auto left right ណាបងប្អូនអញ្ចឹងទៅវាអត់ប្រកាន់ឆ្វេងស្ដាំទេវាស្រួលក្នុងការប្រើប្រាស់មែនទែនហើយចំពោះការកណិចវិញកាសនេះគឺអាចកណិចបានពីឧបករណ៍នៅក្នុងពេលតែមួយបើសិនជាបងប្អូនមាន laptop មួយមានទូរស័ព្ទមួយបងប្អូនអាចកណិចបានទាំងពីរតែម្ដងបងប្អូនអត់ចាំបាច់ផ្ដាច់មួយកណិចមួយទេអញ្ចឹងកន្លែងហ្នឹងគឺវាស្រួលអញ្ចឹងកន្លែងហ្នឹងគឺវាងាយស្រួលមែនទែនអញ្ចឹងសម្រាប់ការហ្នឹងក៏មាន app ផងដែរដែល app ហ្នឹងឈ្មោះថា JO Audio App ដែលបងប្អូនអាចទាញយកចេញពី Play Store ឬ App Store បានដែលបងប្អូនអាចទាញយកបានទាំង App Store និង Play Store ដើម្បីយកមកកែសម្រួលមុខងារសលេងបន្ថែមឬមួយក៏យកមក customize ទៅលើការចុច patch នៅលើកាសនេះបានអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹងកាសមួយនេះបងប្អូនអាចបញ្ជាទិញតាមរយៈវីដេអូនេះបាន